សួស្តីចង់និយាយថាបើខាំពុំនៅលើ multi unit បាត់មិនយើងត្រូវ open tray ហើយនៅលើ molar ធុញខាំពុំនៅលើ molar ជ្រៅអញ្ចឹងអូខេថ្ងៃនេះខ្ញុំចង់បង្ហាញពី impression cap មួយយ៉ាងដែលប្រើនៅលើ multi unit ហើយ close tray មិនឲ្យយើងខាំបិទ impression ធម្មតាអញ្ចឹងណាអានេះគឺជាជា cap ផងវាមួលនៅលើ multi unit នៅក្នុងមាត់នេះជា cap មួយជាប់ plastic យើងដាក់គ្របពីលើវាអូខេតោះយើងទៅសាកដបងមើលនេះគឺជា abutment ផងយើងមួលនៅក្នុងមាត់ហើយដល់ពេលយើងដកវាចេញទៅគឺវាស្រស់ស្អាតអញ្ចឹងហើយយើងមួល cap វាចូលទៅខាងក្នុងហើយ cap ដែកហ្នឹងមួលចូលហើយបើយើងចាប់ដើមដាក់ plastic មួយជាន់ទៀតគ្របពីលើ cap ដែកហ្នឹងនេះយើងជាប្រភេទ close tray មិនថាយើងអត់មានជាការចប់ប្រហោង cap អត់ត្រូវការមួលខ្ចៅទេមួលខ្ចៅយើងដឹងស្រាប់ហើយថាមាត់មួលខ្ចៅខាងក្នុងមាត់អត់ស្រួលទេអញ្ចឹងណាបាទយើងស្កត់វាឲ្យណែនទៀតទៅស្កត់វាណែនឲ្យវាត្រូវកលាក់វាបាទនឹងល្អមែនតើ cap ហ្នឹងគឺនឹងល្អមែនតើធម្មតាយើងអាចនឹងលីងវាចូលគ្នាដោយប្រើ flow ដើម្បីបាញ់ light ខ្ជូរឲ្យវាជាប់គ្នាតែនេះវាតិចគ្រាប់ហើយវានៅជិតគ្នាខ្ញុំប្រើ direct តែម្ដងអញ្ចឹងបាទប្រើ direct តែម្ដងគឺខ្ញុំបាញ់ silicone ធ្វើម៉េចឲ្យវាពេញនៅក្នុងចន្លោះនឹងទាំងអស់គឺកលុកកលាក់កន្លែងផុនវាហ្នឹងគឺយើងបាញ់នៅលើក្បាលវាទាំងអស់ហ្នឹងបាទតែមិនយើងយក impression ផុនយើងមកគ្របពីលើហ្នឹងបាទ impression ផុនយើងដាក់ silicone ទៅបាញ់ silicone ទៀតទៅហើយយើងខាំពុំធម្មតាចឹងទៅបាទស្កត់វាទៅបាទស្កត់ទៅហើយយើងទុកឲ្យវារឿងទៅทิ้งវាប្រហែលជា2នាទីកន្លះបាទប៉ុណ្ណឹងហើយដល់ពេលរឿងហើយយើងចាប់ដើមដកចេញគឺយើងដក direct ហ្នឹងមកដក direct មកគឺយើងឃើញ cap វាគឺនៅជាប់នៅខាងក្នុងហើយ cap plastic គឺនៅខាងក្នុង silicone ហ្នឹងទេបាទអាហ្នឹងគឺវានឹងល្អណាបាទហើយបើយើងដក pin វាចេញពីខាងក្នុងមាត់វិញមកដកចេញពី multi unit វិញមកយើងយកមកខាងក្រៅវិញបាទយើងដោះ cap វាចេញមកណាបាទយើងមកដាក់ខាងក្រៅហើយបើយើងមួលចូលទៅ analog ផុន multi unit ហ្នឹងបាទយើងមួលវាចូលគ្នាទៅមួលចូលហើយយើងរឹតវាបន្តិចបាទរឹតវាឲ្យជាប់បន្តិចទៅហើយយើងធ្វើហើយមិនយើងយកទៅញាត់អាហ្នឹងគឺអត់មានកលាក់អត់មានអីទេគឺរុញយកតែម្ដងរុញ direct យកតែម្ដងរុញយកទៅហើយយើងដាក់មួយទៀតមកហើយយើងធ្វើដូចគ្នាអញ្ចឹងគឺរឹតបន្តិចទៅហើយរុញយកចូលទៅក្នុងភូមិតែម្ដងហើយ impression close tray នៅលើ multi unit នេះយើងមានសម្រាប់គ្រប់ system ឲ្យតែ 4.8 multi unit 4.8 4.6 4.5 បាទយើងមានទាំងអស់អូខេអរគុណ